ខាងនេះមកធ្វើបុកលហុង7ខ្ចីត្រីឆ្អើម្ដងចាចាខាងធ្វើវីដេអូពាក់ព័ន្ធជាមួយបុកលហុង7ខ្ចីនឹងយូរហើយដោយសារតែមួយរយៈមុនហ្នឹងកន្លែងវក់ជាមួយនឹងមួយឈុត 50000 ចាតែមិនមានតែឈុត 50000 និយាយទៅគ្រប់គ្រឿងបុកដែលឆ្ងាញ់គឺនៅហល់ខននឹងតែម្ដងចាហើយនេះគឺបុកលហុង7ខ្ចីត្រីឆ្អើដែលជាបុកលហុងរបស់ខ្មែរយើងពីដើមតែម្ដងមកអ្វីដែលយើងអាចខ្វះបានគឺប្រហុកឆៅអ្នកនរគ្នាអានេះប្រហុកសាច់គឺថាភាយក្លិនតែម្ដងចាបន្ទាប់មកយើងចាប់ដាក់ស្ករនេះគឺស្ករត្នោតស្កររបស់ខ្មែរយើងដែរចានិយាយទៅគ្រឿងផ្សំនៅហល់ខនមានរបស់សៀមហ្នឹងណាចង់និយាយចឹងលាយគ្រឿងហើយយើងចាប់ដើមដាក់បន្លែគឺអត់មានអីច្រើនទេចាមានតែលហុងជាមួយនឹងតកួនតែប៉ុណ្្នឹងឯងអូយណែចំណងខ្លាំងអ្នកនរគ្នាក៏មកយើងចាប់ដើមដាក់ត្រីឆ្អើចូលចាគឺថាត្រីឆ្អើយើងស្រួយខ្ញោកតែម្ដងអ្នកនរគ្នានិយាយមែនអូយបានណាអានេះយើងគ្រាន់តែជុំចឹងទៅកំបុកខ្លាំងពេកកុំឲ្យវាបែកសាច់ត្រីនៅយ៉ាងដុំចឹងទៅញ៉ាំទៅវាឆ្ងាញ់ដួសដាក់ចានមកយើងមានរៀបជាមួយនឹងបន្លែមួយអីផ្ទាប់អញ្ចឹងណាអូយនិយាយមែនអ្នកនរគ្នាអានេះមួយបាយកកផ្លាសេជាក់អីមួយវិយាមួយអីខ្លែមក៏ឆ្ងាញ់ដែរចង់និយាយចឹងណាចាបុកលហុង7ខ្ចីជាមួយត្រីឆ្អើពី Hull Corner ចានេះមានលក់គ្រប់សាខាតែម្ដងអ្នកនរគ្នាមួយម៉ាត់នេះជាតិហ្មងឆ្ងាញ់ខ្លាំងអ្នកនរគ្នាសុំម៉ាត់ទៀតឲ្យលេខ1បណ្ដោយ